ជំរាបសួរបងប្អូនទាំងអស់គ្នានាងខ្ញុំឡៃដានីថ្ងៃនេះសូមចែករំលែកជាមួយនឹងបងប្អូនទាំងអស់គ្នាអំពីបញ្ហាដែលមិនដឹងថាខ្លួនឯងបានស្នើសុំទិដ្ឋាការអ្វីឲ្យពិតប្រាកដកន្លងមក Osprey Migration and Education បានជួបជាមួយនឹងបងប្អូនខ្មែរយើងមួយចំនួនដែលពួកគាត់មិនបានដឹងច្បាស់អំពីប្រភេទទិដ្ឋាការដែលខ្លួនឯងបានស្នើសុំខ្ញុំសូមលើកករណីមួយជាក់ស្ដែងដែលបានកាត់ឡើងលើអតិថិជនរបស់យើងពី3នាក់ពួកគាត់បានប្រាប់យើងថាពួកគាត់បានធ្វើការជាមួយនឹងភ្នាក់ងាររៀបចំឯកសារមួយដែលមិនបានចុះឈ្មោះត្រឹមត្រូវដើម្បីដាក់ពាក្យស្នើសុំទិដ្ឋាការធ្វើការឲ្យគាត់ដែលជាភាសាអង់គ្លេសយើងហៅថា working visa ប៉ុន្តែនៅពេលដែលយើងពិនិត្យមើលឯកសារជាក់ស្ដែងយើងឃើញថាវាមិនមែនជា working visa នោះទេផ្ទុយទៅវិញវាគឺជា protection visa ដែលអត្ថន័យខុសគ្នាឆ្ងាយដាច់ស្រឡះពី working visa នៅពេលដែលយើងសួរនាំគាត់ថាតើភ្នាក់ងារអន្តោប្រវេសន៍មួយណាដែលធ្វើការឲ្យពួកគាត់អ្នកខ្លះក៏ឆ្លើយថាភ្នាក់ងារនោះបាត់ខ្លួនទៅហើយមិនអាចតាក់ទងបានទៀតទេអ្នកខ្លះទៀតក៏និយាយថាធ្វើការជាមួយនឹងភ្នាក់ងារអន្តោប្រវេសន៍ប៉ុន្តែនៅពេលនៅលើឯកសាររបស់គាត់គឺมันមានឈ្មោះក្រុមហ៊ុននោះទេពីព្រោះគេមិនបានប្រើឈ្មោះក្រុមហ៊ុនរបស់គេដាក់ពាក្យស្នើសុំទិដ្ឋាការឲ្យគាត់នោះឡើយសំណុំរឿងរបស់អ្នកខ្លះទៀតត្រូវបានគេដាក់ទៅក្រសួងមហាផ្ទៃដោយពុំមានភ្ជាប់ជាមួយនឹងឯកសារអ្វីទាំងអស់ដែលជាហេតុនាំឲ្យមានបញ្ហាប្រឈមជាច្រើននៅពេលក្រោយបញ្ហាទាំងអស់នោះវាកើតឡើងពីព្រោះតែក្រុមហ៊ុននោះមិនមែនជាក្រុមហ៊ុនស្របច្បាប់ហើយពួកគេមិនទទួលខុសត្រូវចំពោះសំណុំរឿងរបស់អ្នកនោះឡើយបងប្អូនទាំងនោះមិនបានយកចិត្តទុកដាក់ចំពោះទិដ្ឋាការរបស់ខ្លួនឯងទេពីព្រោះតែពួកគាត់មានសិទ្ធិធ្វើការដោយអ្វីដែលពួកគាត់ចង់បានហើយអ្វីដែលគួរឲ្យសោកស្ដាយបំផុតនោះគឺពួកគាត់មិនទទួលបានការពន្យល់ឲ្យបានច្បាស់លាស់នោះទេរហូតដល់ពេលដែលពួកគាត់មានបញ្ហាទើបគាត់ដឹងថាទិដ្ឋាការដែលពួកគាត់កំពុងតែស្នើសុំនោះមិនមែនជាទិដ្ឋាការសម្រាប់ការធ្វើការនោះទេលើពីនេះទៅទៀតពួកគាត់មិនបានយល់ដឹងអំពីទំហំនៃបញ្ហាដែលអាចកើតឡើងចំពោះអនាគតរបស់ពួកគាត់ដោយសារតែការដែលមិនបានដឹងច្បាស់អំពីប្រភេទទិដ្ឋាការរបស់ខ្លួនថាតើវាជាអ្វីឲ្យពិតប្រាកដវាមានផលល្អនិងផលមិនល្អដូចម្តេចខ្លះតើវាសមស្របសម្រាប់ស្ថានភាពរបស់ខ្លួនឯងដែរឬទេសំណួរសំខាន់ទាំងអស់នេះអ្នកទាំងអស់គ្នាមានសិទ្ធិសួរនាំភ្នាក់ងារអន្តោប្រវេសន៍របស់ខ្លួនហើយវាគឺជាទូនាទីរបស់ពួកគេដែលត្រូវតែពន្យល់អ្នកទាំងអស់គ្នាឲ្យយល់ច្បាស់អំពីបញ្ហាទាំងអស់នេះមុនពេលបងប្អូនធ្វើការសម្រេចចិត្តដាក់ពាក្យស្នើសុំទិដ្ឋាការប្រភេទណាមួយបងប្អូនអាចសម្គាល់ភ្នាក់ងារអន្តោប្រវេសន៍ស្របច្បាប់ដោយពិនិត្យមើលលេខ MARN នៅលើគេហទំព័ររបស់ OMARAយើងដឹងហើយថាបញ្ហាទិដ្ឋាការគឺជាបញ្ហាដ៏លំបាកនិងស្មុគស្មាញសម្រាប់បងប្អូនគ្រប់គ្នាដូច្នេះបងប្អូនមិនត្រូវទុកបញ្ហាឲ្យធំហើយរហូតដល់រស់នៅខុសច្បាប់នោះទេបងប្អូនត្រូវជជែកជាមួយនឹងភ្នាក់ងារអន្តោប្រវេសន៍ឲ្យបានច្បាស់ដើម្បីដោះស្រាយបញ្ហាឲ្យទាន់ពេលវេលានៅពេលមានបញ្ហាធំឬក៏វាស្មុគស្មាញពេកទោះបីជាបងប្អូនប្រើពេលវេលាប៉ុណ្ណាឬលុយច្រើនយ៉ាងណាក៏ដោយក៏មិនអាចដោះស្រាយបានដែរហើយចុងក្រោយគឺត្រូវតែចាក់ចេញពីប្រទេសអូស្ត្រាលីដោយបង្ខំនោះគឺជាអ្វីដែលយើងមិនចង់ឃើញបងប្អូនធ្វើការជាមួយនឹង Osprey Migration and Education គឺតែងតែទទួលបាននូវការពន្យល់យ៉ាងល្អិតល្អន់ពីព្រោះពួកយើងចង់ឲ្យបងប្អូនយល់ច្បាស់និងត្រៀមខ្លួនរួចជាស្រេចមុនការសម្រេចចិត្តសូមតាក់ទងមកពួកយើងតាមព័ត៌មាននៅលើអេក្រង់នេះសូមអរគុណសូមជម្រាបលា